ក្លិននៅទ្វារមាសបងស្ត្រីភាគច្រើនតែងតែជួបប្រទះហើយជាធម្មតាសម្រាប់ក្លិននេះវាអាចមានជាភេទក្លិនធម្មជាតិរបស់ស្ត្រីតែម្ដងឬក៏បងដែលកំពុងតែមានការឆ្លងនៅពពួកបាក់តេរីមេរោគចឹងថាតើបែបណាគឺជាក្លិនធម្មតាបែបណាគឺជាក្លិនដែលបង្ករោគសម្រាប់ក្លិនធម្មតាគឺបងប្អូនអាចនឹងលក្ខណៈបែបមិនសូវបានលាងសម្អាតបរិវេណតំបន់ទ្វារមាសបានស្អាតល្អចាយើងធ្វើការងារហត់ឬក៏បែកញើសច្រើនវាអាចនឹងមានក្លិនតិចតួចចាប្រហែលតិចអញ្ចឹងណាចាប៉ុន្តែបើករណីបងប្អូនយើងណាក្លិនដែលបង្ករោគវិញគឺមិនមែនក្លិនស្រាលទេបងប្អូនធំលក្ខណៈបែបជូរឆ្អាបស្អុយពីក្នុងមកតែម្ដងទៅតាមមេរោគដែលបងប្អូនឆ្លងចាអាចបងប្អូនបើសិនជាកំពុងតែមានការធ្លាក់សមកស្អិតកដុំលំងាស់ហើយធំក្លិននេះវាពាក់ព័ន្ធជាមួយនឹងពពួកមេរោគផ្សិតហើយបើករណីបងប្អូនធ្លាក់សមកលក្ខណៈបែបពណ៌ផេះមានអារម្មណ៍ថាហិងរមាស់ក្តៅក្រហាយទ្វារមាសហើយធំក្លិននេះវាពាក់ព័ន្ធជាមួយនឹងការឆ្លងនៅពពួកបាក់តេរីទ្វារមាសគេហៅថាពពួកមេរោគ BV ហើយបើករណីមួយទៀតបងប្អូនយើងណាមានអាការៈធ្លាក់សមកខាប់ខ្លាំងមានលឿងបៃតងហើយលាយឡំជាមួយនឹងធំក្លិនស្អុយធំដូចក្លិនពងទាស្អុយឬក៏ត្រីពីខាងក្នុងមកហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងមេរោគហើយចឹងហើយបានជានាងខ្ញុំតែងតែលើកទឹកចិត្តថាបើសិនជាមានបញ្ហាក្លិនបងប្អូនត្រូវសង្កេតមើលខ្លួនឯងក្លិននេះវាកើតមានពេលដែលយើងធ្វើការងារហត់បែកញើសអត់សូវបានអនាម័យកើតមានថ្មីហ្នឹងទេឬក៏វាកើតមានរយៈពេលយូរហើយចាបើសិនជាយើងកើតមានរយៈពេលយូរហើយលាយឡំជាមួយនឹងមានការធ្លាក់សគឺបងប្អូនយើងត្រូវរួចរាល់ដល់ដំណោះស្រាយចេញជៀសវាងយើងទុករយៈពេលយូរបញ្ហាដែលធ្វើឲ្យមានក្លិននេះវាអាចធំកាន់តែខ្លាំងហើយរោគស្ត្រីបងប្អូននឹងអាចមានការវិវត្តទៅជាការធ្លាក់សកាន់តែច្រើនហើយបើសិនជាមានជាចម្ងល់ឬក៏សំណួរអាចទំនាក់ទំនងប្រឹក្សាជាមួយនឹងខ្ញុំបន្ថែមតាមរយៈ account TikTok របស់នាងខ្ញុំ